សួស្តីបងប្អូនទាំងអស់គ្នាបាទបងប្អូននេះគឺជាវីដេអូដែលខ្ញុំហោះពីប្រទេសកម្ពុជាមកប្រទេសញូហ្សេឡង់វិញបងប្អូនគិតទៅមួយខែមួយផ្លែតដល់ពេលវេលាដែលយើងមកធ្វើការក្នុងប្រទេសញូហ្សេឡង់វិញបងប្អូនប្រលានយន្តហោះថ្មីរបស់យើងស្អាតមែនតើពេលយើងបានហោះនៅខ្ទង់ម៉ោង6 7ល្ងាចយើងឈានដល់យប់គេបើកភ្លើងស្អាតណាស់ជាពិសេសបងប្អូនម៉ោង6ល្ងាចថ្ងៃលិចយើងថតរូបស្អាតមែនទែនបងប្អូនហើយម៉ាក់ខ្ញុំបងស្រីខ្ញុំបងថ្លៃខ្ញុំក្មួយខ្ញុំបានជូនដំណើរលក្ខណៈថាខ្នាតធំតែម្ដងបងប្អូនហើយបន្ទាប់មកក៏នាំម៉ាក់នាំបងស្រីនាំបងថ្លៃហ្នឹងឡើងទៅលើដើម្បីថតរូបជុំគ្នាតែចំពោះខ្ញុំបងប្អូនខ្ញុំចែក tip មួយគឺខ្ញុំអត់ចំណាយពេលថតច្រើនទេគឺសុំបងប្អូនទៅ check in សិនព្រោះអីក៏លេចកតុយភ្នែកទៅឃើញមនុស្ស check in ច្រើនណាស់បងប្អូនអើយគ្រាន់តែចំណាយពេលឈរតម្រង់ជួរ check in គឺ1ម៉ោងបងប្អូនឃើញវីដេអូនេះហើយ voice over មានអារម្មណ៍ថាអត់ចង់ឃ្លាតឆ្ងាយពីក្រុមគ្រួសារទេតែធ្វើមិនដេចមុខយើងមុខលុយដូច្នេះហើយមានតែយើងមកក្រៅដើម្បីរកលុយបាទនេះលាបងប្អូនលាក្មួយថ្លៃលាបងថ្លៃលាក្មួយលាម្ដាយតែចង់ភ្នែកអស់លីងលងដែរបងប្អូនអើយនេះមើលមនុស្ស check in ខ្ញុំដាក់ឲ្យមើលហើយបន្ទាប់មកបងប្អូនកុំភ្លេចទៅដកលុយនៅកាណាឌីយ៉ានៅជាន់ហ្នឹងហើយជាន់លើមានមួយទៀតហើយចំនួនទឹកប្រាក់ដែលយើងដកបានបងប្អូន 26,000 រួចថ្លៃកាហ្វេមួយកែវដែរតែកុំភ្លេចចាយពួកអីយើងទៅក្រៅទេចាយក្នុងពលានឲ្យហើយទៅព្រោះអីយកមកដល់ក្រៅហាក់ដឹងចាយណាទេអញ្ចឹងទិញកាហ្វេនៅក្នុងហ្នឹងទៅមានប្រលមាន Starbucks ហើយក៏លេខពីអ្នកម៉ែកូននេះ sweet ដល់កបងប្អូនបន្ទាប់ពីយើង check in រួចហើយយើងក៏មកថតកន្លែងរូបដែលគេកំពុងពេញនិយមបងប្អូនចេញ style ថតអស់វេលាមួយមកខ្ញុំអស់វេលាដល់ចេញពីផ្ទះយ៉ាមានចេញពីផ្ទះទៅណាទេចេញពីផ្ទះទៅរកលុយបន្ទាប់ពីថតរូបថតវីដេអូរួចហើយក៏យើងដើរតាមផ្លូវទៅរក gate របស់យើងហើយតាមផ្លូវក៏គេមាន mall របស់គេលក់ដែរស្អាតបងប្អូនស្អាតមែនតើនៅក្នុង mall ហ្នឹងមានរបស់លក់ច្រើនមានហាង brand ក៏ច្រើនជាពិសេសបងប្អូនកាដូសម្រាប់ជូនបងប្អូនឬក៏ជូនមិត្តភ័ក្តិសម្រាប់ពេលយើងទៅប្រទេសញូហ្សេឡង់វិញឬក៏ទៅអាមេរិកទៅណាទៅណីអញ្ចឹងបងប្អូនគេលក់ច្រើនមែនតើចំពោះខ្ញុំនេះលើកទី1ដែលខ្ញុំហោះចេញពីពលានយន្តហោះថ្មីគឺខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងបងប្អូនស្អាតខ្លាំងមែនតើភ្លើងអត់មានសំចៃទេដាក់ឲ្យអស់ពេញហ្នឹងឡើងចាំងភ្នែកតែម្ដងបងប្អូនអើយហើយបន្ទាប់ពីយើងឃើញហ្គេកហើយនេះ Singapore Airlines ក៏យើងរងចាំយន្តហោះដើម្បីហោះទៅសិង្ហបុរីហើយបន្ទាប់មកខ្ញុំក៏តជើងយន្តហោះពីសិង្ហបុរីទៅ Auckland ពី Auckland មក Napier បើបងប្អូនចង់មើលវីដេអូតទៀតបងប្អូនចូល comment មកចាំខ្ញុំធ្វើវីដេអូតទៀតអូខេបាយបាយបងប្អូនទាំងអស់គ្នា